សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមពីការ install SSH នៅលើ Linux server អញ្ចឹងជាដំបូងខ្ញុំគ្រាន់តែ comment sudo apt update and ពីរដងទៅហើយ sudo apt install SSH server ហើយយើង enter ទៅយើងនឹងទទួលបាននៅ SSH មួយចូលមកក្នុងកុំព្យូទ័ររបស់យើងនៅពេលដែលវា run ទៅ complete បន្ទាប់ពីវា run ហើយ yes អ្នកនរគ្នានឹងទទួលបាននៅពាក្យ encode នេះយើងវាយ yes ទៅគឺជោគជ័យតទៅទៀតយើងប្រើ comment sudo systemcrt enable SSH ដើម្បីតែ enable វានៅក្នុង system របស់យើងបន្ទាប់ពីយើង enable ហើយឥឡូវខ្ញុំវាយ IPA នៅលើ Linux server របស់ខ្ញុំហើយខ្ញុំទទួលបាននៅ IP address របស់ខ្ញុំតោះមកខ្ញុំបើកWindows PowerShell ដើម្បី remote ចេញពី Windows ចូលទៅកាន់ server អញ្ចឹងខ្ញុំប្រើ SSH username add ជាមួយនឹង IP address របស់ខ្ញុំតពីយើងវាបញ្ចូល IP address ហ្នឹងវានឹង require យើងវាយ password អញ្ចឹងវាយ password របស់យើងចូលឥឡូវខ្ញុំបានចូលទៅក្នុង server Linux របស់ខ្ញុំហើយខ្ញុំតេស្តមើលមួយគឺខ្ញុំចូលទៅកាន់ folder 2 ហើយខ្ញុំនឹងគេ add file មួយដាក់ឈ្មោះថា Linux KSK .txt អញ្ចឹងបន្ទាប់ពីខ្ញុំបានបង្កើត file នឹងហើយខ្ញុំអាចមកតេស្តនៅលើ server របស់ខ្ញុំវិញថាតើការ remote របស់ខ្ញុំមិញបានជោគជ័យអត់ឥឡូវនៅលើ Linux យើងវាយ ls ដើម្បីទៅរកមើលតើ file txt មិញបានបង្កើតជោគជ័យអត់អញ្ចឹងឥឡូវខ្ញុំឃើញហើយប្រសិនបើយើងចាប់ប៉ុណ្ណឹងអរគុណច្រើន